stay នៅគ្នានៅជាមួយនឹងខ្ញុំសារជាថ្មីម្ដងទៀតហើយមកកាន់វីដេអូថ្មីក្នុងវីដេអូនេះដែរខ្ញុំបានមកបង្រៀនពីរបៀបដំឡើងសេវា 5G ជាដំបូងយើងចូលទៅក្នុង setting រួចយើងចុចទៅក្នុងcellular តមកយើងនឹងឃើញពី cellular data option យើងចុចលើនឹងមកបន្ទាប់មកយើងនឹងឃើញកន្លែងនេះគេដាក់ថា voice and data ហ្នឹងហើយយើងចុចចូលក្នុងហ្នឹងមកនេះយើងនឹងឃើញពី 5G auto ហើយ 5G ព្រោះក្នុងទូរស័ព្ទខ្លះដែលមិនទាន់តម្លើងយើងអាចនៅក្នុង 4G អញ្ចឹងយើងអាចចុចតម្លើងដាក់ 5G auto មកដល់គ្នាហ្នឹងហើយនេះគឺជាជំហានទី1ដែលយើងតម្លើងសេវា 5G ជំហានទី2យើងចូលទៅក្នុង smart ណាដើម្បីដឹងថាកន្លែងយើងហ្នឹងអាចមានសេវា 5G ដំណើរការឬអត់អញ្ចឹងយើងចុចចូលកន្លែងនេះមកនេះយើងពិនិត្យមើលស្ថានភាពឧបករណ៍របស់យើងថាទូរស័ព្ទយើងហ្នឹងអាចប្រើប្រាស់សេវា 5G បានដែរឬអត់អញ្ចឹងណានេះអញ្ចឹងទូរស័ព្ទខ្ញុំអាចប្រើប្រាស់សេវា 5G បានហើយកន្លែងនេះយើងអាចពិនិត្យមើលសេវាថានៅតំបន់យើងហ្នឹងមានសេវា 5G ដែរឬអត់យើងអស់មើលមកយើងនៅកន្លែងណាវិញឧទាហរណ៍នៅថានៅកុនរាចុះអ្នកនរគ្នានេះនៅកុនរាវាគេដាក់ថាមាន 5G លេងអញ្ចឹងអ្នកនរគ្នាព្រោះនៅកន្លែងខ្លះអត់មាន 5G ទេឧទាហរណ៍នៅកន្លែងនេះអញ្ចឹងអត់មាន 5G ទេហ្នឹងហើយកន្លែងនេះវិញយើងអាចបើកដំណើរការ 5G មកអ្នកនរគ្នាបើសិនអ្នកនរគ្នាអាចបើសិនអ្នកនរគ្នាប្រើប្រាស់ smartphone យើងអាចចូលទៅក្នុង app smartphone ទៅយើងនឹងឃើញដូចគ្នានឹងដែរសូមបញ្ជាក់ឡើងវិញដែរសេវា 5G នេះយើងអាចប្រើប្រាស់នៅក្នុងទូរស័ព្ទចាប់ពី12ឡើងទៅអ្នកនរគ្នាហ្នឹងហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងអ្នកនរគ្នាអាចជួបខ្ញុំក្នុងវីដេអូក្រោយហើយបើមានចង្អុលអីអាច comment នៅខាងក្រោមបាន